លោកពូទីនផ្ដាច់ជ័យក្នុងសង្គ្រាមអ៊ុយក្រែនខណៈលោកសេលេនស្គីប្រកាសមិនទទួលយកសន្តិភាពក្នុងលក្ខខណ្ឌទុនជ្រាយក្នុងនោះសារថ្លែងការណ៍អបអរសាទរឱកាសដាច់ឆ្នាំសាកលតាមកញ្ចក់ទូរទស្សន៍ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបង្ហាញជំនឿចិត្តយ៉ាងមុតមមថាប្រទេសរបស់លោកនឹងទទួលបានជ័យជំនះក្នុងសង្គ្រាមនឹងអ៊ុយក្រែនចំណែកសមាគ្រាអ៊ុយក្រែនលោក Volodymyr Zelensky បានឆ្លើយតបថាទីក្រុងគីវនឹងមិនទទួលយកសន្តិភាពក្នុងតម្លៃណាមួយនោះឡើយក្នុងនោះសារថ្លែងការណ៍ទៅកាន់ជាតិជិតឆ្នាំបន្ទាប់ពីការបើកការឈ្លានពានទ្រង់ត្រីធំលោកពូទីនបានអំពាវនាវឲ្យជនជាតិរុស្ស៊ីទាំងអស់គាំទ្រវីរបុរសរបស់យើងដែលកំពុងប្រយុទ្ធក្នុងសមរភូមិបើទោះបីជាលទ្ធផលនៃចំនួននៅតែមិនទាន់ច្បាស់លាស់ក៏ដោយចំពេលដែលមានការចរចាសន្តិភាពយ៉ាងស្វិតស្វាងនិងការវាយប្រហារនៅក្នុងនាគសាហាវក៏ដោយសាររបស់លោកពូទីនក៏បានរំលឹកដល់ខួបលើកទី26ឆ្នាំនៃការឡើងកាន់អំណាចបន្តពីលោកបេលស៊ីយេស៊ីនដែលជាចំណុចចាប់ផ្ដើមនៃមហិច្ឆតារបស់លោកក្នុងការស្ដារឥទ្ធិពលរុស្ស៊ីដោយសម័យសូវៀតវិញតាមរយៈការប្រើប្រាស់កម្លាំងយោធានៅក្នុងតំបន់ Chechnya និងការជ្រលជាក់របបស៊ីរ៉ាយកាលពីពេលកន្លងមកដែលទង្វើទាំងនេះបានបង្កើតទៅជាក្តីបារម្ភខ្លាំងរបស់អឺរ៉ុបថាសង្គ្រាមវិមានក្រឹមឡើងអាចនឹងរីករាលដាលលឿនពីព្រំដែនអ៊ុយក្រែនបើវាមិនត្រូវបានបញ្ចប់នៅក្នុងរយៈពេលឆាប់ៗនេះដោយឡែកលោក Zelensky បានបញ្ជាក់នៅក្នុងសារជូនពរឆ្នាំថ្មីរបស់លោកថាទោះបីជាកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកបានសម្រេចដល់ 90% ហើយយ៉ាងណាក៏ដោយប៉ុន្តែ 10% ដែលនៅសេសសល់គឺជាចំណុចដ៏សំខាន់បំផុតដែលនឹងកំណត់ជោគវាសនារបស់អ៊ុយក្រែននិងអឺរ៉ុបទាំងមូលព្រោះលោកដាច់ខាតមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ទុនជ្រាយដែលប៉ះពាល់ទៅដល់អធិបតេយ្យភាពជាតិនោះឡើយខណៈពិភពលោកកំពុងតាមដានយ៉ាងដដិតដល់ថាតើរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំនឹងអាចជំរុញឲ្យភាគីទាំងពីរឈានដល់ចំណុចរួមណាមួយដើម្បីបញ្ចប់មហន្តរាយមនុស្សលើសធម៌ដ៏អូប៉ុនឡាយនេះបាងឬក៏ចំនួននឹងបន្តឆែករាលដាលកាន់តែខ្លាំងក្នុងនោះមកព្រាយឆ្នាំចុងក្រោយនេះបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ជាទីគោរពរាប់អាននេះគឺជាខ្លឹមសារព័ត៌មានដែលខ្ញុំដកស្រង់ចេញពីសារព័ត៌មានធំបំផុតរបស់ពិភពលោកឆក់ផ្សាយថ្ងៃទី31ធ្នូឆ្លងចូលថ្ងៃទី1ខែមករាឆ្នាំ2026ក្នុងសេចក្តីថ្លែងការណ៍របស់លោកពូទីនប្រធានាធិបតីរុស្ស៊ីបែបនេះយើងអាចធ្វើការវាយតម្លៃពីស្ថានភាពសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនទៅនឹងចំនួនកម្ពុជាថៃមានចំណុចស្រដៀងគ្នាត្រង់ថាសន្តិភាពដែលមិនច្បាស់លាស់គឺជាសន្តិភាពដែលងាយនឹងរលាយលោក Zelensky មិនចង់បានកិច្ចព្រមព្រៀងដែលធ្វើឲ្យអ៊ុយក្រែនខាតបង់ទឹកដីដូចគ្នាទៅនឹងកម្ពុជាដែលមិនទទួលយកបទឈានភាពនៃការបាត់បង់ប្រាសាទនិងទឹកដីនាពេលបច្ចុប្បន្ននេះទេស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយនេះមួយទៀតដោយផ្សារភ្ជាប់ជាមួយមានសេចក្តីថ្លែងការណ៍ជូនពររបស់លោក Vladimir ប្រធានាធិបតីរុស្ស៊ីដែលបានថ្លែងនៅក្នុងឱកាសឆ្នាំថ្មីដូចនេះមានសំណួរច្រើនណាស់ថាតើសង្គ្រាមនៅអ៊ុយក្រែននឹងត្រូវបានបញ្ចប់នៅពេលណាហើយនឹងបញ្ចប់ដូចម្ដេចបើខណៈពេលដែលលោក Zelensky មិនទទួលយកនូវកិច្ចចរចាឬកិច្ចព្រមព្រៀងណាមួយដែលនាំឲ្យបាត់បង់ទឹកដីនោះទេជាការកំណត់ជោគវាសនានៃសង្គ្រាមនៅអ៊ុយក្រែនដែលបានអូសបន្លាយជិត4ឆ្នាំមុននេះត្រូវបានអ្នកជំនាញភូមិសាស្ត្រនយោបាយព្យាករណ៍ថាអាចនឹងឈានដល់ចំណុចរបត់ដ៏សំខាន់មួយនៅក្នុងពាសកណ្ដាលឆ្នាំ2026ខាងមុខនេះតាមរយៈរូបភាពនៃសន្តិភាពត្រជាក់ការបង្គុំលួសនៅក្នុងទ្រង់ទ្រាយស្រដៀងទៅនឹងសេណារីយ៉ូនៃឧបត្ថម្ភកូរ៉េដែលសង្គ្រាមនឹងត្រូវបានបញ្ចប់ទៅដោយកិច្ចព្រមព្រៀងបត់បុកជាជាងសន្តិសញ្ញាសន្តិភាពពេញលេញដោយសារតែការហត់នឿយនៃធនធានយោធានិងសេដ្ឋកិច្ចរបស់ភាគីទាំងសងខាងរួមផ្សំជាមួយនឹងសម្ពាធការទូតដ៏ខ្លាំងក្លារបស់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដែលព្យាយាមកាត់បន្ថយការចំណាយទៅលើជំនួយយោធានិងជំរុញឲ្យមានការចរចាដោះដូរដែលជួសជៀតរួចវាងការបាត់បង់ទឹកដីមួយផ្នែករបស់អ៊ុយក្រែនដែលជាថ្នូលទៅនឹងការធានាសន្តិសុខអន្តរជាតិកម្រិតខ្ពស់ឬរួមជាសមាជិក NATO នៅពេលអនាគតដើម្បីការពារការឈ្លានពានជាថ្មីពីសំណាក់វាមានការក្រឡេកមើលថាការបញ្ចប់នៃសង្គ្រាមនេះនឹងមិនផ្អែកទៅលើជ័យជំនះផ្ដាច់ការរបស់អ្នកណាម្នាក់ឡើយប៉ុន្តែវាគឺជាការសម្របសម្រួលលើ 10% នៃចំណុចចុងក្រោយដែលលោក Zelensky បានលើកឡើងពោលគឺការកំណត់ខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្នតំបន់គ្មានយោធាដែលត្រួតពិនិត្យពីកងកម្លាំងរក្សាសន្តិភាពអន្តរជាតិនិងការសម្រេចអំពីស្ថានភាពផ្លូវច្បាប់នៃតំបន់ដែលកំពុងតែរងការកាន់ដែក
រូបភាពនេះនឹងធ្វើឲ្យអ៊ុយក្រែនคล้ายទៅជាប្រទេសដែលមានបន្ទាត់បែងចែកព្រំដែនដីដ៏ច្បាស់លាស់ប៉ុន្តែមានឱកាសនៅក្នុងការស្ដារសេដ្ឋកិច្ចនិងពង្រឹងលទ្ធិប្រជាធិបតេយ្យឡើងវិញវាស្របពេលដែលពិភពលោកត្រូវបានបន្តរស់នៅក្រោមស្រមោលនៃសង្គ្រាមត្រជាក់ថ្មីរវាងប្លុកមហាអំណាចខាងលិចនិងរុស្ស៊ីដែលមិនទាន់អាចផ្សារបាននៅក្នុងរយៈពេលវែងបើអ៊ុយក្រែននៅតែបន្តប្រកាន់ជំហរដ៏រឹងមាំមិនព្រមទទួលយកលក្ខខណ្ឌសន្តិភាពដែលតម្រូវឲ្យមានការលះបង់ទឹកដីនោះឬក៏ការបង្កកចំនួននៅត្រឹមខ្សែបន្ទាត់សមរភូមិនាពេលបច្ចុប្បន្ននេះសង្គ្រាមនឹងរុញច្រានពិភពលោកឲ្យធ្លាក់ចូលទៅក្នុងយុទ្ធសាស្ត្រស៊ីអូសបន្លាយដនចំណុច0ដែលអាចនាំឲ្យអ៊ុយក្រែនប្រឈមជាមួយនឹងការកាត់ផ្តាច់ចំនួនយោធានិងហិរញ្ញវត្ថុពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនដែលមានការហត់នឿយនិងសង្គ្រាមដែលនឹងបង្កើតឲ្យមានឱកាសមាសសម្រាប់រុស្ស៊ីនៅក្នុងការបង្កើតសន្តិសុខវាយឡូទ្រង់ទ្រីធំដើម្បីលាបត្រាក់ទឹកដីបន្ថែមទៀតគណៈថ្នាក់ប្រដាប់បដិសេធរបស់ទីក្រុងគៀវនឹងធ្វើឲ្យទំនាក់ទំនងជាមួយនឹងរដ្ឋបាលលោកដូណាល់ត្រាំឈានទៅដល់ចំណុចបាក់បែកនិងអាចបណ្ដាលឲ្យមានអស្ថិរភាពនយោបាយផ្ទៃក្នុងអ៊ុយក្រែនដោយសារតែសម្ពាធសេដ្ឋកិច្ចនិងការបាត់បង់ជីវិតកងទ័ពតែច្រើនឡើងចុងក្រោយអាចបង្ខំឲ្យអ៊ុយក្រែនត្រូវចុះចាញ់នៅក្នុងលក្ខខណ្ឌដែលអាក្រក់ជាងនេះឬក៏រុញច្រានឲ្យមានការចូលរួមដោយផ្ទាល់ពីកងទ័ពតូចដែលជាដើមហេតុនាំឲ្យផ្ទុះសង្គ្រាមលើកទី3និងមហន្តរាយដោយដែលពិភពលោកទាំងមូលកំពុងតែភ័យខ្លាចចុះសម្រាប់កម្ពុជានិងថៃវិញតើនឹងមានការវិវត្តបែបណាដើម្បីឈានទៅរកការបញ្ចប់ចំនួនប្រដាប់អាវុធយ៉ាងពិតប្រាកដការឈានទៅដល់ការបញ្ចប់នៃចំនួនព្រំដែនកម្ពុជាថៃនៅចុងឆ្នាំ2025នេះត្រូវបានគេមើលឃើញថាអាចនឹងប្រព្រឹត្តទៅតាមរយៈយុទ្ធសាស្ត្រការទូតក្រោមសម្ពាធមហាអំណាចដែលនឹងបំផ្លាញតំបន់ស៊ីកើមកជាតំបន់សន្តិភាពបណ្ដោះអាសន្នតាមរយៈការបង្កើតតំបន់គោរពគ្រងរូបឬក៏តំបន់គ្មានយោធា DMZ នៅត្រង់ចំណុចក្តៅដូចជាប្រាសាទក្រហមនិងប្រាសាទព្រះវិហារដើម្បីបញ្ជានៅការប្រឈមមុខដាក់គ្នាដោយអាវុធខណៈពេលដែលភាគីទាំងពីរនឹងត្រូវបានបង្ខំចិត្តវិលត្រឡប់ទៅរកការចរចានៅលើតុក្នុងគណៈកម្មាធិការព្រំដែនជំរប់ JBC ដែលមានភាពស្មុគស្មាញនិងអូសបន្លាយពេលយូរក្រោមការតាមដានយ៉ាងដដិតពីសំណាក់សហរដ្ឋអាមេរិកដោយលោកដូណាល់ត្រាំនិងប្រទេសចិនដែលសុទ្ធតែចង់បានស្ថិរភាពតំបន់ដើម្បីជំរុញដល់ផលប្រយោជន៍សេដ្ឋកិច្ចនិងពិកកម្មខ្លួនទោះបីជាជ័យជំនះផ្នែកមនុស្សធម៌ត្រូវបានសម្រេចតាមរយៈការដកលែងយោធាន18រូបក៏ដោយប៉ុន្តែសន្តិភាពពិតប្រាកដនឹងអាស្រ័យទៅលើការសម្របសម្រួលទៅលើសញ្ញាបែបភូមិសាស្ត្រនយោបាយពោលគឺកម្ពុជាត្រូវប្រើប្រាស់ឥទ្ធិពលអន្តរជាតិដើម្បីទាមទារឲ្យមានការដកទ័ពចេញពីទីតាំងដែលខ្លួនទើបតែវាយបានមុនបទឈប់ខណៈពេលដែលថៃនឹងព្យាយាមប្រើប្រាស់លេសនីតិវិធីច្បាប់នៅក្នុងស្រុកដើម្បីពន្យាខណ្ឌសីមាព្រំដែនរូបភាពនេះនឹងធ្វើឲ្យស្ថានភាពព្រំដែនកម្ពុជាថៃคล้ายទៅជាសន្តិភាពដែលស្ថិតនៅក្រោមការត្រួតពិនិត្យនិងការដោះស្រាយបញ្ហាដាច់ស្រល់ដែលទាមទារឲ្យកម្ពុជាត្រូវតែបន្តពង្រឹងសមត្ថភាពការពារជាតិនិងការទូតតហុភាគីឲ្យបានរឹងមាំបំផុតដើម្បីធានាថាបូរណភាពទឹកដីនឹងមិនត្រូវបានរំលោភបំពានតាមរយៈល្បិចកិច្ចកលយោធាឬក៏ការបង្កកជម្លោះណាមួយដែលនាំឲ្យបាត់បង់ទឹកដីសម្ព័ន្ធរបស់បុព្វបុរសយើងឡើយសូមអរគុណ